ចឹងនេះជាវីដេអូរបស់យើងបន្តតាក់ទងជាមួយមេរៀន HTML របស់យើងអញ្ចឹងនៅក្នុងថ្ងៃនេះពួកយើងនឹងធ្វើការសិក្សាតាក់ទងជាមួយនឹងការទៅលើ structure របស់ HTML យើងអាចចាំបាច់ធ្វើការសរសេរវាដូចវីដេអូមុនទេអញ្ចឹងវាយូរថាអត់អញ្ចឹងខ្ញុំមានរបៀបមួយទៀតដែលវាថា short click មែនតើគ្រាន់តែធ្វើការ one click ដល់គ្នានឹងអាចបង្កើត structure ទាំងមូលរបស់ HTML បានយ៉ាងជោគជ័យចឹងអ្នកនរគ្នាគ្រាន់តែធ្វើការចុច shift បូកជាមួយនឹងលេខ1វានឹងចេញសញ្ញាឧទានថាអត់រួចអ្នកនរគ្នា enter មកនោះវានឹងធ្វើការបង្កើត structure HTML របស់យើងបានយ៉ាងជោគជ័យហើយងាយស្រួល only one click អូខេតោះ control S1 ចឹងនៅពេលដែលនៅក្នុងនេះយើងអាចធ្វើការសរសេរ content នៅក្នុង body បានឧទាហរណ៍ឥឡូវនេះខ្ញុំនឹងធ្វើការសរសេរពីថា my name is ឈ្មោះខ្ញុំចឹងណាអូខេអ្នកគ្នា control S1 ខ្ញុំនឹងចូលមកកាន់ browser ដែលអ្នកគ្នាធ្វើការ mouse តាមយកពីថា open with live server អូខេនៅពេលនោះវានឹងចេញ content ដែលយើងសរសេរនៅក្នុង body ហើយ head របស់យើងគឺជាប្រភេទ document ណាវាខាងលើបែបនេះអូខេចឹងនៅកន្លែងនេះគឺយើងថាយើង only one click គេធ្វើការបង្កើត structure របស់ HTML បានដោយជោគជ័យមិនដូចយើងធ្វើការសរសេរ structure ពីមួយយើងត្រូវសរសេរមួយនៅក្នុងហ្នឹងចឹងនេះគឺជាវីដេអូមួយដែលខ្ញុំធ្វើការចែកម្លែកតទៅជាមួយនឹង one click ក្នុងការបង្កើតទៅលើ structure HTML អូខេចឹងវីដេអូនេះមានតែប៉ុណ្្នឹង